សួស្តីបងប្អូនអរគ្នានៅគឺជាសួនជីវៈចម្រុះចាគឺជាសួនដំណាំកសិកម្មដែលម៉ោងកសិកម្មនៅសាលារៀនចាបងប្អូនណាចាយើងមើលដំណាំរបស់គាត់ដាំបានល្អមែនតើចាមានត្រកួនមានស្ពៃមានត្រប់មានលហុងមានអីចាប់បាត់យ៉ាងមានតឡាចមានអីហ្នឹងជាច្រើនមានដំដេងមានអីច្រើនមែនតើប៉ុន្តែនេះជាសួនដាំត្រកួនហើយនឹងស្ពៃចានេះគឺជាស្ពៃចាល្អមែនតើខៀវស្ងាត់តែម្ដងគាត់បានថែរក្សាបានល្អមែនតើចាកូនសិស្សគាត់ប្រកែថែចាអញ្ចឹងយើងមើលនេះជិតបានញ៉ាំហើយរយៈពេលតែមក30ថ្ងៃ40ថ្ងៃគឺយើងបានញ៉ាំហើយនេះត្រកួនរយៈពេលតែ30ថ្ងៃទេឬក៏20ថ្ងៃជាងនេះយើងអាចញ៉ាំបានហើយវាលឿនទេត្រកួនណាបើវាឆាប់ធំចាឲ្យតែយើងស្រោចទឹកទៅអត់មានបញ្ហាទេហើយអត់មានសត្វអីមករំខានទេសត្វចំពោះដំណាំត្រកួនគឺស្រួលដាំមែនតែនគ្រាន់តែដាំហើយយើងស្រោចទឹកដាក់ជីអេកូបន្តិចបន្តួចគឺល្អមែនតែនអត់មានចាំបាច់ប្រើស្អីទេចានេះគឺឲ្យយើងងាយស្រួលនឹងក្នុងការញ៉ាំទៀតអត់មានគាត់ថាមានគីមីអីចឹងទេចាបងប្អូនណា